ប្រទេសជាតិធ្លាប់តែមានសុខសុវត្ថិភាពប្រកបរបររស់ស៊ីរលូនប្រចាំថ្ងៃហើយសេដ្ឋកិច្ចប្រទេសកម្ពុជាយើងកំពុងតែល្អប្រសើរប៉ុន្តែឥឡូវនេះត្រូវមកទទួលរងការផិតភ័យការភ័យខ្លាចដោយសារចោលឈ្លានពានបងប្អូនទាំងអស់គ្នាបងប្អូនឃើញសំណេរដែលគាត់ទៅសេមកហើយបងប្អូនអានេះសុទ្ធតែអ្នករងគ្រោះដោយផ្ទាល់ដោយសារតែការឈ្លានពានរបស់ជនជាតិសៀមបងប្អូនទាំងអស់គ្នាបងប្អូនដឹងអត់មួយរបស់ខ្ញុំនេះគាត់កំងអវ៉ាន់របស់ខ្ញុំយូរហើយបងប្អូនគាត់កំងម្ដងជិត$100គាត់យកទៅលក់គាត់លក់ដាច់គ្រឿងប្រជាកម្មគាត់លក់ដាច់ហើយបងប្អូនទាំងអស់គ្នាដឹងមកទេគាត់កំងថ្ងៃដែលគាត់កំងពីខ្ញុំទៅគឺអត់ទាន់មានសង្គ្រាមមានអីទេប្រទេសជាតិយើងស្ងប់ស្ងាត់ធម្មតាប៉ុន្តែនៅពេលដែលគាត់ដាក់កំងហើយបងប្អូនទាំងអស់គ្នាស្អែកឡើងគឺចាប់ផ្ទុះសង្គ្រាមតែម្ដងបងប្អូនផ្ទុះសង្គ្រាមដែលគាត់ត្រូវភះខ្លួនភះសឹកចេញពីទីតាំងដែលគាត់រស់នៅហើយគាត់ក៏បានឆាតមកខ្ញុំបងប្អូនទាំងអស់គ្នាហើយគាត់ផ្ញើរូបថតនេះមកបងប្អូនគឺត្រូវជិះម៉ូតូជាអីដើម្បីភះខ្លួនចេញពីទីតាំងដែលគាត់រស់នៅនឹងអត់អាចប្រកបរបររស់ស៊ីបានអត់អាចទៅដកអវ៉ាន់នឹងបានអត់អាចឲ្យលុយនឹងកប់នឹងអវ៉ាន់នឹងបានទៀតបងប្អូនណាដល់ពេលដែលគាត់ឆាតមកខ្ញុំក៏ជួយសម្រួលទទួលអវ៉ាន់នឹងត្រឡប់មកវិញបងប្អូនដែលអត់រៀនរែកចិត្តទេតាក់ទងទៅក្រុមហ៊ុនឲ្យខាងក្រុមហ៊ុន return អវ៉ាន់នឹងត្រឡប់មកទីតាំងរបស់ខ្ញុំនៅភ្នំពេញវិញហើយនឹងទូទាត់លុយជូនគាត់វិញដំបងថាឲ្យគាត់ចេញសេវាដឹកនឹងពូផ្ញើអស់15000ប៉ុន្តែឥឡូវនេះគឺអត់យកទេសេវាដឹកនឹងគឺ free ជូនគាត់លឹកតាយលឹកអីថងស្កុតស្អីដែលយើងបិទចំណាយពេលវេលាគឺអត់គិតដើម្បីជួយសម្រួលទៅដល់បងប្អូនដែលរងគ្រោះដោយត្រង់នៅជីដែនបងប្អូនទាំងអស់គ្នាអានេះចេញពីទឹកចិត្តរបស់ខ្ញុំដែលជាអ្នកលក់បងប្អូនទាំងអស់គ្នាអត់មានអ្នកណាដែលថាមិនជួយចាប់ទេដែលត្រូវរត់កិច្ចខ្លួនចេញពីផ្ទះចេញពីទីលំនៅកន្លែងដែលយើងធ្លាប់ជ្រកកន្លែងដែលយើងធ្លាប់រស់នៅប្រកបរបររស់ស៊ីបានប្រចាំថ្ងៃអត់មានណាអត់ជួយចាប់ទេហើយអត់មានណាដែលថាមិនពិបាកចិត្តទេបងប្អូនពិតជាពិបាកចិត្តហើយបើសិនជាខ្ញុំអត់ទទួលអវ៉ាន់នឹងត្រឡប់មកវិញគាត់ពិតជាមានសម្ពាធគាត់ពិតជាពិបាកចិត្តគាត់ពិតជាមានទុកកង្វល់ដែលគាត់ត្រូវបារម្ភអវ៉ាន់នឹងដែលនៅវរៈបុណ្យធម្មទៅដកក៏ដកអត់បានព្រោះត្រូវភះខ្លួនចេញពីទីតាំងដែលគាត់រស់នៅនឹងហើយទៅដកក៏ដកអត់បានត្រូវឲ្យអវ៉ាន់ជិត$100នឹងដេកចោលនៅវរៈបុណ្យធម្មក៏អត់កើតអញ្ចឹងគាត់ត្រូវបារម្ភគាត់ត្រូវមានសម្ពាធគាត់ត្រូវពិបាកចិត្តនៅកន្លែងនឹងទៀតអញ្ចឹងខ្ញុំអ្នកលក់អ្វីដែលខ្ញុំជួយសម្រួលដល់បងអតិថិជនរបស់ខ្ញុំបានគឺខ្ញុំនឹងជួយសម្រួលបងដែលនៅជាដែនទាំងអស់ដែលបានកំងអវ៉ាន់ពីខ្ញុំទៅមុនសង្គ្រាមឬកំឡុងពេលដែលមានសង្គ្រាមដោយអត់អាចដឹងមុនថានឹងត្រូវភះខ្លួនភះសឹកចេញពីទីតាំងហ្នឹងដែលអត់អាចទៅដកអវ៉ាន់បានបងតាក់ទងមកខ្ញុំបានណាខ្ញុំម៉ាក់លីខ្ញុំនឹងទទួលអវ៉ាន់ហ្នឹងត្រឡប់មកវិញដោយអត់ឲ្យបងប្អូនខាតសំបីតែសេវាដឹកណាបងប្អូនទាំងអស់គ្នាអត់ឲ្យបងប្អូនខាតសំបីតែសេវាដឹកខាងខ្ញុំចាញ់ជូនជួយសម្រួលដល់បងប្អូនប្រជាជនខ្មែរទៅតាមអ្វីដែលខ្ញុំជួយបានជំនួយដែលខ្ញុំជួយបងប្អូនផ្សេងទៅតាមអ្នកដែលគាត់មានកេរ្តិ៍ឈ្មោះដែលគាត់បានប្រមូលស្បៀងប្រមូលអីផ្សេងប្រមូលជំនួយអីផ្សេងគឺខ្ញុំនៅតែជួយធម្មតាហើយសម្រាប់មួយរបស់ខ្ញុំដែលកំងអវ៉ាន់ពីខ្ញុំទៅដែលគាត់មានបញ្ហាទៅត្រូវទទួលរងដោយសារសង្គ្រាមដោយសារចោលឈ្លានពានហ្នឹងគឺគាត់អាចឆានមកបានខ្ញុំនឹងជួយសម្រួលយកបាននឹងត្រឡប់មកវិញទូទាត់លុយតែឲ្យបងប្អូនវិញគ្រប់ចំនួនណាបងប្អូនខ្ញុំអត់ឲ្យបងប្អូនខាន100រៀលលុយខ្មែរសូម្បីតែសេវាដឹកខ្ញុំជួយបងប្អូនបានប៉ុណ្ណឹងណាពីម៉ាលីទៅអញ្ចឹងសម្រាប់ដូចបងនេះចឹងខ្ញុំពិតជាជ្រុលជ្រាបនៅពេលដែលគាត់ទៅសេមកថាអរគុណណាស់បងខ្ញុំមិនភ្លេចបងទេពាក្យហ្នឹងក្នុងទំហំចិត្តគាត់ច្បាស់ជាដឹងគុណយើងដែលយើងបានជួយសម្រួលជួយដោះទាល់គាត់នៅគ្រាដែលលំបាកមួយនេះគាត់ពិតជាដឹងគុណយើងបានគាត់ទៅសេពាក្យហ្នឹងចេញមកបានខ្ញុំអានហើយខ្ញុំមានអារម្មណ៍ថាក្តុកក្តួលខ្ញុំជ្រុលជ្រាបទាំងព្រឹកហ្មងព្រឹកមិញតបឆានកំពុងតែនៅកន្លែងហាត់ប្រាណប៉ុន្តែពេលដែលអានហើយមានអារម្មណ៍ថាក្តុកក្តួលតែម្ដងហើយបងស្រីមួយទៀតគាត់នៅខាងសពៅលូនគាត់មួយអវ៉ាន់របស់ខ្ញុំដែរគាត់កំងម្ដងច្រើន100ជាងអីរហូតហើយថ្ងៃមុនហ្នឹងគាត់ដាក់កំងហើយស្រាប់តែល្ងាចឡើងសង្គ្រាមផ្ទុះក្របនៅខាងម្ដងផ្ទះគាត់តែម្ដងអញ្ចឹងគាត់សុំ cancel អវ៉ាន់នឹងវិញអត់យកវិញហើយគាត់សុំទោសខ្ញុំអីខ្លាចខ្ញុំខឹងខ្ញុំអីចឹងណាខ្ញុំថាបងអត់អីទេបងនេះដោះស្រាយបញ្ហាដូចថាធ្វើម៉េចឲ្យតែមានសុវត្ថិភាពសិនទៅអវ៉ាន់របស់ខ្ញុំអត់អីទេអត់មានខូចខាតអីទេពួកអត់តន់បានផ្ញើចេញទេសូម្បីតែបងស្រីដែលគាត់ខ្ញុំផ្ញើអវ៉ាន់ទៅឲ្យគាត់ហើយខ្ញុំនៅទទួលយកបានចុះតម្រាំបងដែលអត់តន់បានដាក់អវ៉ាន់ឲ្យសោះអវ៉ាន់នៅផ្ទះខ្ញុំដល់ហើយអត់មានខូចខាតអីទេចឹងមិនបាច់បារម្ភចំពោះពួកខ្ញុំទេអត់អីទេខ្ញុំអត់អីទេអត់បាច់ខ្លាចខ្ញុំខឹងខ្លាចអីទេណាបងប្អូនទាំងអស់គ្នាមិនថាមួយថ្មីមិនថាមួយចាស់នេះទំហំទឹកចិត្តរបស់ម៉ាក់លីផ្ទាល់តែម្ដងបងប្អូនទាំងអស់គ្នានឹងជួយសម្រួលបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់មួយផ្សេងដែលកំងអវ៉ាន់ពីខ្ញុំទៅមិនថាកំឡុងពេលមានសង្គ្រាមហើយឬក៏មុនមានសង្គ្រាមបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់បានទៅដកអវ៉ាន់នឹងទេបងប្អូនតាក់ទងមកខ្ញុំនឹងជួយសម្រួលយកអវ៉ាន់នឹងពីបងប្អូនទាំងអស់គ្នាវិញដោយទូទាត់លុយជូនបងប្អូនទាំងអស់គ្នាវិញអត់ឲ្យខាតសំបីតែសេវាដឹកណាបងប្អូនណាបើសិនជាបងប្អូនមានបញ្ហាមានទុក្ខលំបាកដែលចង់ត្រូវការឲ្យខ្ញុំជួយតែអត់ហ៊ានប្រាប់អីបើបងបានឃើញវីដេអូនេះហើយបងឆាតមកខ្ញុំវិញណាដោយសារតែអវ៉ាន់យើងចេញមួយថ្ងៃគឺច្រើនម្ចាស់ខ្លាំងចឹងខ្ញុំមិនអាចចាំបានឬក៏ដឹងថាបងប្អូនណាបានទៅដកអវ៉ាន់ហើយបងប្អូនណាមានបញ្ហាឬក៏បងប្អូនណានៅតំបន់ដែលមានសង្គ្រាមតែផ្ទាល់អីហ្នឹងគឺយើងអាចដឹងទេអញ្ចឹងបងប្អូនដែលមានបញ្ហាចង់ឲ្យខ្ញុំជួយចង់ឲ្យខ្ញុំយកអវ៉ាន់នឹងត្រឡប់មកវិញបងប្អូនតាក់ទងមកបានហើយសូមជូនពរបងប្អូនទាំងអស់គ្នាដែលនៅតាមជីដែនទាំងអស់គ្នាបងប្អូនខ្ញុំជូនពរឲ្យបងប្អូនមានសុខសុវត្ថិភាពទាំងអស់គ្នាចាំដល់ពេលចប់សង្គ្រាមហើយបងប្អូនទាំងអស់គ្នាចាំត្រឡប់មករស់ស៊ីវិញបងប្អូនចង់និយាយថាបងប្អូនទាំងអស់គ្នាខ្ញុំដឹងថាបងប្អូនទាំងអស់គ្នារត់ចោលរបរចោលផ្ទះសម្បែងកន្លែងលក់ដូរកន្លែងរស់ស៊ីបងប្អូនប្រកាសជាស្ដាយប៉ុន្តែសំខាន់បំផុតផ្លូវចិត្តបងប្អូនទាំងអស់គ្នាពង្រឹងផ្លូវចិត្តឲ្យរឹងមាំហើយបងប្អូនទាំងអស់គ្នាធ្វើម៉េចរក្សាសុខសុវត្ថិភាពរបស់យើងជីវិតរបស់យើងឲ្យនៅសិនកុំតន់អាស្ដាយទ្រព្យសម្បត្តិ
អាចរកបានទៀតទេសំខាន់ឲ្យតែយើងនៅមានជីវិតដល់បងប្អូនហើយនិយាយដល់កន្លែងនេះគឺខ្ញុំពិតជាអរគុណពិតជាដឹងគុណទៅដល់វីរៈកងទ័ពទាំងអស់អ៊ំពូដែលគាត់នៅជួរមុខដែលគាត់យកទ្រូងមកពាំងគ្រាប់ដើម្បីការពារពួកយើងនៅជួរក្រោយនេះខ្ញុំពិតជាអរគុណពិតជាដឹងគុណខ្លាំងមែនទែនហើយជួយពោដល់វីរៈកងទ័ពយើងទាំងអស់បារមីវត្ថុស័ក្តិសិទ្ធិនៅស្រុកខ្មែរយើងទាំងអស់សូមជួយបីបាច់ថែរក្សាបងប្អូនប្រជាជនខ្មែរកងទ័ពខ្មែរយើងទាំងអស់សូមឲ្យជួបសុខសប្បាយភាពទាំងអស់ឈ្នះអស់ចោលឈ្លានពានទាំងឡាយទាំងពួងហើយសូមឲ្យសង្គ្រាមឆាប់ចប់ប្រទេសជាតិល្អប្រសើរឡើងវិញសេដ្ឋកិច្ចកម្ពុជាដើរឡើងវិញឲ្យបងប្អូនអាចប្រកបមុខរបររស់ស៊ីបានដោយរលូនឡើងវិញខ្ញុំពីម៉ាក់លីទៅមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាខ្ញុំអរគុណខ្លាំងមែនទែនសម្រាប់បងប្អូនដែលតែងតែគ្រប់គ្រងបានគ្រប់មុខពីផ្ទះបាយម៉ាក់លីនៅក្នុងគ្រាដ៏លំបាកមួយនេះមានតែខ្មែរជួយខ្មែរខ្មែររួបរวมខ្មែរសាមគ្គីគ្នាទើបយើងអាចឈ្នះមានសត្រូវអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំអរគុណខ្លាំងមែនទែនជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាជាពិសេសបងប្អូនដែលនៅជីដែន